ប្រមាណទូរទស្សនិកជននេះគឺជាគូគីឡូគេហៅថាមិនមែនរុយទេលឺរុយទៀតហើយចូលគីឡូអ៊ុំម៉ាល់រៀងធំតិចបាទតែសម្រាប់អ្នកទាំងពីរនេះមើលទៅបងប្អូនប្រហែលជាស្គាល់ហើយមិនថាតែបង្គោលក្រហមមិនថាតែបង្គោលខៀវនោះទេឲ្យតែធ្វើការឡើងប្រកួតលើសង្វៀនថ្នាគឺតែងតែមាន fan មានអ្នកគាំទ្រច្រើនដោយហេតុថាអ្នកទាំងពីរភាគច្រើនឡើងប្រកួតគឺមិនដែលទុកក្បាច់នោះទេឥឡូវយើងមកជួបជាមួយទៅនឹងកីឡាករបាទគឺមីតល្អិតចិត្តដំរីសាចំមុនធឿនបាទបែកគ្នាមករយៈពេលឯក្មួយណាបាទមុតទៅកាប់ពេលឡើងមកប្រកួតនៅប៉ូលី5កន្លងទៅលទ្ធផលបែបណាកណ្ដុងចាញ់អត់ឈ្នះណាបាទតែប្រកួតចុងក្រោយយើងចាញ់គេមួយប្រកួតដែរអូខកខានឡើងសង្វៀនប្រហែលជាបានប្រហែលសប្តាហ៍មួយខែបាទ4សប្តាហ៍ពេញតែម្ដងផ្លេចក្បាច់អត់ទៅពេលអញ្ចឹងនៅទេអត់បានឡើងប្រកួតក៏ប៉ុន្តែវឹកហាត់រាល់ថ្ងៃអូនរណាខ្លះអ្នកជួយបង្វឹកបង្ហាត់យើងប្រចាំថ្ងៃលោកគ្រូហងមកខេមហើយមានតែគេទៀតសូឆៃយ៉ាអញ្ចឹងចុះគ្រូប៉ាក៏ប្រហាត់ដែរអញ្ចឹងណាបាទប៉ាប្រហាត់ចេះញ៉ែស្រីហ៎អត់ទេនិយាយលេងទេអូស្គាល់ដៃគូយើងអត់សូមស្គាល់ឈ្មោះអត់ស្គាល់ឈ្មោះទៀតបាទអូចាប់បាត់ហើយអញ្ចឹងបាទឡើងប្រកួតដឹងតែខ្លួនឯងប៉ះមួយពីណាគេអត់ដឹងលេងឲ្យថាឡើងមកថ្លឹងគីឡូដល់ថ្ងៃថ្លឹងគីឡូគឺឡើងមកជួបគ្នាស្អែកឡើងដឹងអ្វីតែហ្មងសង្ឃឹមបាន%មើលទៅ50 ហ៎បាទមកលើកនេះធ្វើឲ្យបងប្អូនយើងក៏ក្រោកដូចការប្រកួតលើកមុនកន្លងតែអត់ទេក៏ក្រោកទេណាតែគេខ្ពស់ជាងយើងណាអត់ភ័យអត់ព្រួយទេណាអត់ភ័យទេរៀងញ័រមាត់ទេជាក់ពេកទេនិយាយលេងបងប្អូនឥឡូវញាក់មកមើលកីឡាករបង្គោលខៀវឯនេះវិញនេះសុកសบายក្មួយសុកដូចខានមកប្រកួតនេះដែរណាខានមកណៃមួយខែដែរណាបាទមើលទៅលទ្ធផលបែបណាខ្លះដែរប្រហែលប្រកួតចុងក្រោយនេះឈ្នះ3ចាញ់1ឈ្នះ3ចាញ់1បាទថា4ប្រកួតកន្លងទៅឈ្នះ3ចាញ់តែ1ទេស្គាល់ដៃគូយើងហ្នឹងនេះម្នាក់នេះស្គាល់ច្បាស់អត់អត់សូវអត់សូវទេណាគាត់ប្រហើតិចណាបាទឮសូរថាអីមិនធឿនហ្នឹងណាអូសង្ឃឹមបាន%ដែរមើលទៅសប្តាហ៍នេះ50ណាគេរៀងទៀបជាងយើងចេះមើលទៅអាចស្រឡាញ់កន្លែងណាជាងគេមើលតម្រងនេះកនេះហ៎នេះគេស្រឡាញ់កកយើងចុះយើងស្រឡាញ់អីគេបែបាពូអាយ៉ាម្នាក់ស្រឡឹងឃើញកកឆ្ងាញ់ម្នាក់ស្រឡឹងឃើញធុងទឹកអែមបាទចាំមើលថាតើសម្រាប់ស្អែកនេះអ្នកទាំងពីរនឹងធ្វើបានល្អកម្រិតណាលើសង្វៀនខេមូឌាថ្នាប្រដាគុណខ្មែរលោកអ្នកកុំភ្លេចតាមដានទស្សនាទាំងអស់គ្នាចាប់ពីម៉ោង 6 ល្ងាចតទៅតោះចាប់ដៃគ្នាមួយបាទម្នាក់ស្រឡាញ់កម្នាក់ស្រឡាញ់ក្បាលពោះស្អែកយើងដឹងគ្នាហើយបងប្អូនទឹកពិសាកម្ពុជាបន្សុទ្ធគ្រប់ដំណក់ជាមួយបច្ចេកវិទ្យា Smart Report Filter